3 ដំណាក់កាលនៃមេរោគអេដស៍ដំណាក់កាលទី 2 នៃរោគសញ្ញាអេដស៍បន្ទាប់ពីដំណាក់កាលទី 1 នៃការឆ្លងមេរោគអេដស៍រួចហើយជំងឺបានឈានដល់ដំណាក់កាលទី 1 ទៀតដែលមានន័យថាជាដំណាក់កាលមួយដែលជារោគសញ្ញាទៅរស់នៅនិងអភិវឌ្ឍខ្លួននៅក្នុងខ្លួនមនុស្សដោយមិនបានបង្កើតជារោគសញ្ញាអ្វីឡើយក្នុងដំណាក់កាលនេះអ្នកដែលបានឆ្លងមេរោគអេដស៍រស់នៅហាក់ដូចជាគ្មានរោគសញ្ញាអ្វីទាក់ទងទៅនឹងមេរោគអេដស៍ទេនៅដំណាក់កាលនេះមេរោគអេដស៍កើនឡើងក្នុងកម្រិតទាបបើទោះបីជាវាមានសកម្មភាពរស់រវើកក៏ដោយប្រសិនបើអ្នកជ្រើសរើសយកការព្យាបាលឬកំពុងស្ថិតនៅក្នុងដំណាក់កាលព្យាបាលមេរោគអេដស៍អ្នកប្រហែលជារស់នៅក្នុងដំណាក់កាលនេះរាប់ទសវត្សរ៍ពីព្រោះការព្យាបាលរបៀបនេះអាចជួយបង្ក្រាបមេរោគបានប៉ុន្តែសម្រាប់មនុស្សដែលមិនព្រមព្យាបាលនៅដំណាក់កាលនេះអាចមានរយៈពេលត្រឹមតែ10ឆ្នាំប៉ុណ្ណោះប៉ុន្តែសម្រាប់អ្នកខ្លះទៀតមេរោគអាចវិវត្តទៅដំណាក់កាលនេះកាន់តែរហ័សទោះបីជាយ៉ាងនេះក្តីអ្នកត្រូវចាំថាមនុស្សដែលស្ថិតនៅក្នុងដំណាក់កាលទី 2 នេះអាចនៅតែឆ្លងមេរោគអេដស៍ទៅអ្នកដទៃបានបើទោះបីជាពួកគេកំពុងព្យាបាលមេរោគអេដស៍បើទោះបីជាការព្យាបាលមេរោគអេដស៍អាចជួយបន្ថយកម្រិតនៃមេរោគអេដស៍ក៏ដោយសារជាថ្មីម្ដងទៀតមធ្យោបាយតែមួយគត់ដើម្បីឲ្យប្រាកដថាអ្នកមានទុកមេរោគអេដស៍អ្នកត្រូវតែធ្វើតេស្តឈាមចាសសូមអរគុណសូមជម្រាបលា